បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបាទ Admin T បានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅក្នុងคลิปវីដេអូថ្មីនេះដែរខ្ញុំចង់បង្ហាញបងប្អូនពីរបៀបបាទកំណត់ style ម៉ោងនៅលើទូរស័ព្ទដៃបាទ Samsung បាទហើយ style គឺមាន9 style ឲ្យបងប្អូនធ្វើការជ្រើសរើសអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ style បាទបែបណាបងប្អូនអាចធ្វើការបាទកំណត់នៅក្នុងទូរស័ព្ទដៃបានហើយខ្ញុំសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីបង្ហាញបងប្អូនបើទូរស័ព្ទដៃនេះតែម្ដងណាបាទបាទដំបូងបងប្អូនគ្រាន់តែចូលមកក្នុងកម្មវិធី Setting ឬក៏បាទភាសាខ្មែរគេដាក់ថាការកំណត់បាទហើយរូបបាទដូចរូបកងចក្រអញ្ចឹងបងប្អូនតែងតែនិយមហៅថាកូនសោណាបាទអញ្ចឹងបងប្អូនចុចពីលើសញ្ញារូបកងចក្រឬក៏ការកំណត់ហ្នឹងមកព្រោះចាំបងប្អូនធ្វើការ scroll មកខាងក្រោមបន្តិចបងប្អូនទៅរកមើលដូចជារូបវិចិត្រសារឬក៏gallery នេះបាទហើយភាសាខ្មែរគេដាក់ថាបាទរូបផ្ទៃអេក្រង់និងបាទ still បាទអញ្ចឹងបងប្អូនចុចលើហ្នឹងមកបាទនោះនឹងចេញតម្រងបែបអញ្ចឹងណាបាទអញ្ចឹងបងប្អូននេះមើលកន្លែង2នេះបាទជាតម្រងជាប់សោហើយនិងតម្រងដោះសោរួចនៅលើអេក្រង់ទូរស័ព្ទណាបាទអញ្ចឹងបងប្អូនគ្រាន់តែបាទចង់បានបាទ still ឬក៏ style មួយណាបងប្អូនគ្រាន់តែបាទចុចពីលើកន្លែងតម្រងជាប់សោហ្នឹងមកណាបាទអញ្ចឹងបងចុចពីលើហ្នឹងមកបាទរួចហើយបងប្អូនបាទចុចពីលើកន្លែងម៉ោងហ្នឹងមកនេះបាទឬក៏នាឡិកាហ្នឹងមកណាបាទបងប្អូនចុចពីលើកន្លែងរូបនាឡិកាហ្នឹងហើយបងប្អូនកលេចមើលខាងក្រោមនេះនឹងមានបាទ style បាទ9 style បងប្អូនធ្វើការជ្រើសរើសបាទ9 style ណាបាទអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ style មួយណាបាទឧទាហរណ៍ដែលបងប្អូនស្រឡាញ់ style មួយនេះបងប្អូនគ្រាន់តែចុចសាកល្បងមើលសិនណាបាទនោះនឹងចេញ style បែបនេះបាទអញ្ចឹងមានបាទម៉ោងហើយដាក់ថ្ងៃបាទដាក់ថ្ងៃហើយនឹងទីហើយខែអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនអត់ឆ្លាញ់ style មួយនឹងទេបងប្អូនសាកល្បងលើ style មួយនេះទៀតបាទអញ្ចឹងបងប្អូនចង់បាន style បាទបែបហ្នឹងមានម៉ោងបាទមានថ្ងៃទីហើយខែអញ្ចឹងហើយបើសិនជាបងប្អូនអត់ឆ្លាញ់ style មួយហ្នឹងបងប្អូនជ្រើសរើសយក style ផ្សេងទៀតបាទចាំបងសាកល្បងមើលទៅបងប្អូនឆ្លាញ់ style បែបណាបាទមួយណាបងប្អូនជ្រើសរើសយកទៅណាបាទនេះជាតម្រង់ style បែបនេះបាទគឺអត់មានបាទបង្ហាញម៉ោងទេបាទអត់មានដូចថាដាក់ម៉ោង6ម៉ោង7ម៉ោង8ម៉ោង9អញ្ចឹងណាបាទអញ្ចឹងបងប្អូនឆ្លាញ់ style មួយនេះបងប្អូនជ្រើសរើសយកទៅណាបាទអញ្ចឹងបើសិនជាបងប្អូនឆ្លាញ់ style មួយនេះបែបនេះបងប្អូនធ្វើការបាទសាកល្បងមើលទៅណាបាទបង្ហាញម៉ោងតែបន្តិចមានបាទឡង់យេឬក៏ប្រតិទិនបែបនេះណាបាទបើសិនជាបងប្អូនឆ្លាញ់ style បែបនេះក៏បានណាបាទអញ្ចឹងបើសិនជាបងប្អូនខ្លះគឺគាត់បាទចង់បានបាទstyle ធំបាទម៉ោងធំទុកគ្រាន់ស្រួលមើលបងប្អូនគ្រាន់តែចុចទៅលើកន្លែងម៉ោងធំហ្នឹងមកហើយបើសិនជាបងប្អូនថាបាទចង់បានអក្សររៀងបាទជ្រុងឬក៏លេខរៀងជ្រុងបងប្អូននេះបាទជ្រើសរើសនេះមានមជូរនេះបាទខាងក្រោមនេះបងប្អូនសាកល្បងមើលសិនទៅណាបាទម៉ោងទូចបាទជ្រើសរើសធំបាទធំទៀតបើសិនជាបងប្អូនស្រឡាញ់បាទបែបក្បាច់ចេះក៏បាននេះបាទបែបនេះក៏បានបាទបែបនេះក៏បានតែចុចនេះគេដាក់មិនបាច់ចុចទេបងប្អូនតែហ្នឹងណាគេឲ្យយើងអញ្ចឹងបងប្អូនបាទចង់បាន style បែបណាបងប្អូនជ្រើសរើសទៅណាបាទហើយសម្រាប់ខ្ញុំយក style មួយនេះបាទដាក់ដូចជាម៉ោងបាទព្យួរនៅលើតាមផ្ទះអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនថាចង់បានបាទតម្រង់ម៉ោងបែបអញ្ចឹងហើយបងប្អូនចង់បាន color ទៀតបាទអញ្ចឹងបងប្អូនកលេចមកខាងក្រោមនេះបាទមាន color នេះបាទមានពណ៌អញ្ចឹងវានៅជាប់បាទជាបាទ color ពណ៌សណាអញ្ចឹងបើសិនជាបងប្អូនចង់បានពណ៌អីផ្សេងបងប្អូនជ្រើសរើសមកបាទសាកល្បងមើលទៅនេះបាទជ្រើសពណ៌ណាបាទពណ៌នៅក្រោមនេះបើសិនជាបងប្អូនថាពណ៌ទាំងអស់បងប្អូនអត់ឆ្លាញ់ទេបងប្អូនចង់ធ្វើការសេរីយកខ្លួនឯងបាទដោយសារពណ៌ហ្នឹងវាអត់ច្បាស់បងប្អូនចុចកន្លែងនេះមកនេះពណ៌ខាងចុងហ្នឹងឬបងប្អូនជ្រើសរើសយកបើសិនជាបងប្អូនចង់បានថាចង់បានពណ៌ត្រួយចេកឬក៏ពណ៌កាឈូកអីចឹងណាបាទអញ្ចឹងបងប្អូនសាកល្បងមើលទៅណាបាទឬបងប្អូនចុចពីថារួចរាល់ហ្នឹងមកនេះបាទចេញពណ៌កាឈូកបែបនេះបាទបើសិនជាបងប្អូនស្រឡាញ់តម្រង់បាទសារ៉េរួចរាល់ហើយបងប្អូនកុំភ្លេចណាបងប្អូនចុចពីថារួចរាល់នេះមកណាដើម្បីឲ្យជាប់ណាបាទ
បាទតែប៉ុណ្្នឹងទៅវាជាប់ហើយណាបាទអញ្ចឹងបើសិនជាបងប្អូនថាចង់បានបាទបែបហ្នឹងហើយបាទតម្រងជាប់សោពេលដែលបង្ហាញបាទម៉ោងអញ្ចឹងបាទចង់បានរូបបែបហ្នឹងហើយនៅខាងបាទពេលបងប្អូនដោះសោរួចចង់បានរូបភាពផ្សេងអញ្ចឹងបងចុចបាទបន្តុកលើនឹងមករួចចាំបងជ្រើសរើសបាទកន្លែងបាទរូបបាទផ្ទៃអេក្រង់ហ្នឹងមកដើម្បីដូរពណ៌ណាបាទអញ្ចឹងមានជំរើសឲ្យបងប្អូនធ្វើការបាទជ្រើសរើសអញ្ចឹងបងប្អូនអាចធ្វើការបាទជ្រើសនៅក្នុងបាទទូរស័ព្ទតែម្ដងក៏បានឬមួយក៏បងប្អូនអាចទៅជ្រើសរើសរូបភាពដែលបងប្អូនធ្វើការបាទថតក៏បាននេះបាទអញ្ចឹងនេះជារូបភាពដែលនៅក្នុងបាទម៉ាស៊ីនទូរស័ព្ទណាបាទម៉ាស៊ីនទូរស័ព្ទហើយនៅខាងក្រោមនេះគេដាក់ថាបាទវិចិត្រសាលអញ្ចឹងនៅកន្លែងវិចិត្រសាលនេះជារូបភាពដែលបងប្អូនធ្វើការបាទថតបាទអញ្ចឹងបើសិនជាបងប្អូនចង់ថាអត់ចង់បានរូបភាពនៅក្នុងម៉ាស៊ីនហ្នឹងទេបងប្អូនទៅជ្រើសរើសរូបភាពដែលបងប្អូនថតបងប្អូនគាត់តែចុចបន្តុកពីលើកន្លែងវិចិត្រសាលហ្នឹងមកកន្លែងរូបភាពនេះបាទនោះនឹងបង្ហាញរូបភាពបាទអញ្ចឹងបើសិនជាបងប្អូនថាចង់បានរូបភាពហើយមួយទៀតបងប្អូនគ្រាន់តែចុចទៅបាទអញ្ចឹងឆ្លាញ់រូបភាពមួយណាបងប្អូនធ្វើការជ្រើសរើសយកទៅបាទដល់ធ្វើការអូសស្រោខាងក្រោមខ្ញុំហើយរួចហើយខ្ញុំចុចបាទយករូបភាពភ្នំនេះបាទចុចបន្តុកទៅលើរូបភាពភ្នំហ្នឹងមកនោះនឹងបង្ហាញតម្រងបែបចេះរួចហើយចុចពីការរួចរាល់មកបាទបាទនេះជាតម្រងបាទពេលដែលជាប់សោហើយនេះជាតម្រងដែលដោះសោរួចបាទតែប៉ុណ្្នឹងទៅបងប្អូនបាទចេញឲ្យវិញមកបាទឬក៏ clear ចោលសិនទៅបាទ clear ចោលសិននោះនឹងចេញតម្រងបែបចេះបាទហើយបើសិនជាបងប្អូនចាក់សោបាទពេលបងប្អូនបាទទុកលើក្បាលដំណេកឬក៏ទុកកន្លែងផ្សេងបងគាត់តែចង់មើលម៉ោងបងគាត់តែបាទគោះលើអេក្រង់2ដងមកបាទនោះនឹងបង្ហាញបាទតម្រងបាទម៉ោងឬក៏ style ម៉ោងឬក៏ style ម៉ោងដែលបងប្អូនធ្វើការកំណត់ណាបាទចេញអញ្ចឹងណាបាទនៅនេះវាមានពណ៌ផ្កាឈូកប៉ុន្តែនៅលើអេក្រង់វាអត់ចេញពណ៌ផ្កាឈូកចេញពណ៌សណាបាទនេះពណ៌ផ្កាឈូកដិតនេះបាទតែប៉ុណ្្នឹងទៅគឺជោគជ័យណាបាទហើយបើសិនជាបងប្អូនថាទូរស័ព្ទបងប្អូនបាទគោះពីលើអេក្រង់2ដងនេះវាអត់ឃើញទេបាទអញ្ចឹងបងអាចទៅមើលវីដេអូចាស់ៗរបស់ខ្ញុំគឺខ្ញុំបង្ហាញពីរបៀបបាទចុច2ដងដើម្បីដាស់អេក្រង់និងចុច2ដងទៀតដើម្បីបាទបិទអេក្រង់ណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនឃ្លីបបងប្អូនទៅបាទក៏សូមជូនពរបាទជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលួសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នាវីដេអូក្រោយបាទបាយបាយ